Ok, chúng mình số bóng bộ nó khăn nế và chụp khăn xa chết mình mà đồng tiết hái cho mùi nâng một bản style hai thứ này một bản style có lực dụng nó đầm năng là o muối nhưng mà chơi lại đầu bóng bộ nó khăn nế là miền bộ nó trong thuộc cả chơi break từ sắp đáy iPhone bỏ dưỡng và đam miền version iOS đã chạp bị đập bay chụp buồn chụp pram rồi hốt đó đập bay chụp pram beta 3 và lâu ní cam thi chơi break iOS version ចាប់ពី13.4.5 រហូតដល់13.5 beta 3ហ្នឹងគឺបានចេញមកហើយដែលអាចអនុញ្ញាតឲ្យយើងធ្វើការ jailbreak ទូរស័ព្ទដៃ iPhone របស់យើងពី version iOS 13.4.5 រហូតដល់13.5 beta 3 អូខេអញ្ចឹងចំពោះអ្នកដែលឡើងទៅដល់ version iOS 13.5 beta 3ហ្នឹងបាទហើយចុះមកក្រោមហ្នឹងគឺអាចធ្វើការ jailbreak បានហើយអូខេនេះដូចជាទូរស័ព្ទរំដៃ iPhone របស់ Mobile Star អញ្ចឹងគឺដែលមាន version iOS អូខេ iOS 13.4.5 បាទ 13.4.5 អ្នកនរគ្នាបានឃើញហើយបាទហើយ Mobile Star បានធ្វើការ jailbreak រួចហើយទូរស័ព្ទដៃហ្នឹងបាទដោយប្រើកម្មវិធី check run ហើយវា jailbreak ចេញជា Cydia បាទដូចជា version iOS 12.4.6 រហូតដល់ 13.4.1 ផងដែរអូខេអញ្ចឹងរបៀប jailbreak នោះគឺអ្នកនរគ្នាត្រូវការប្រើប្រាស់នៅ computer ដែលប្រើប្រាស់ប្រព័ន្ធ Windows បាទដើម្បីធ្វើការ jailbreak វាអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលតើការ jailbreak គេធ្វើយ៉ាងម៉េចនោះក៏សូមតាមដានជាមួយនឹងការបង្ហាញរបស់ Mobile Star ដូចតទៅអូខេដើម្បីអាចធ្វើការ jailbreak បានអ្នកនរគ្នាត្រូវតែធ្វើការ download និង install នៅឯកសារឬក៏ file នឹងកម្មវិធីចំនួន3បាទទី1គឺ download នៅកម្មវិធី Checkran បាទទំហំវាតូចទេលើកនេះគឺប្រហែលជា113 MB ជាងបាទបន្ទាប់មកធ្វើការ download និង install នៅកម្មវិធីមួយគេដាក់ថា Reverse បាទហើយនឹងមួយទៀតគឺកម្មវិធីមួយបាទ download និង install នៅកម្មវិធីមួយទៀតដែលគេដាក់ថា reboot នេះឯងអូខេហើយ file នឹងកម្មវិធីទាំង3ហ្នឹង Mobile Star ដាក់ link នៅក្នុង description ដើម្បីឲ្យយើងទាំងអស់គ្នាបាទចូលទៅទាញយកកម្មវិធីហើយនឹង file ទាំងអស់ហ្នឹងបាទបន្ទាប់ពីយើងធ្វើការ download និង install នៅ file នឹងកម្មវិធីទាំង3ហ្នឹងហើយអ្នកនរគ្នាបាទត្រូវតែមាន USB flash មួយបាទដើម្បីធ្វើការ connect ឬក៏ដោតចូលទៅក្នុង computer របស់យើងអូខេបាទអញ្ចឹងយើងបន្ទាប់មកយើងដោត file ដោត flash របស់យើងហ្នឹងចូលទៅ computer របស់យើងទៅអូខេដោតវាទៅបាទអូខេបាទបន្ទាប់មកយើងធ្វើការ run នៅកម្មវិធី reverse នេះបាទដោយចុច mouse ស្ដាំលើវាបន្ទាប់មកចុចយក run as administrator បាទហើយបន្ទាប់មកចុចយក yes អូខេហើយរងចាំវាទៅដើម្បីឲ្យវាដំណើរការបាទបន្ទាប់មកកន្លែងនេះយើងទំហំវាអានេះជាឈ្មោះ flash ទេបន្ទាប់មក this or iOS image នេះ please select អញ្ចឹងយើងចុចយកកន្លែង select នេះបាទចុចវាមកបន្ទាប់មកយើងទៅ select នៅ file checkran ដែលយើងបានធ្វើការ download ហើយគឺ checkran 1.0.4 AMD 64អានេះសម្រាប់ Windows ណាយើងចុច select វាមកបន្ទាប់មកចុចយក open បាទចុចអញ្ចឹងរួចហើយកន្លែងនេះយើងមិនបាច់មើលវាទេ Fat Default 64នេះគឺអញ្ចឹងគ្រប់គ្រាន់ហើយយើងចុចយកពាក្យថា start អូខេចុចយក start មកបាទបន្ទាប់មកនេះយើងយកអាខាងក្រោមនេះ write in DD image mode បាទអញ្ចឹងយើងចុចយកអាក្រោមអត់យកលើទេបន្ទាប់មកចុច OK បាទចុច OK បាទអញ្ចឹងបើ file ជា flash នឹងមានឯកសារនៅក្នុងហ្នឹងបាទវាទាមទារឲ្យយើង format បាទអញ្ចឹងយើងចុចយក OK មកដើម្បី format វាបាទកាលណាយើង format វាគឺឯកសារទាំងអស់ហ្នឹងត្រូវលុបចេញពី flash ហើយអញ្ចឹងបើសិនជាយើងមានឯកសារសំខាន់នៅក្នុង flash យើងត្រូវតែផ្ទេរចេញឬក៏ copy ចេញឲ្យអស់បាទតោះមកចុច OK ទៀតមកហើយធ្វើការរងចាំវាចាប់ផ្ដើមធ្វើការលុបឯកសារដែលមាននៅក្នុង flash ហ្នឹងបាទបន្ទាប់ពីយើងលុបហើយបន្ទាប់ពីវាលុបហើយវានឹងដំណើរការ write នៅ file
check rand ហ្នឹងចូលទៅក្នុង USB របស់យើងអូខេបាទអូខេវារាយបានជោគជ័យហើយយើងចុចបិទកម្មវិធីហ្នឹងមកបន្ទាប់មកយើងធ្វើការ run នៅកម្មវិធី reboot នេះបាទ run នៅកម្មវិធី reboot នេះអញ្ចឹងយើងចុចមកស្ដាំទៅវាហើយយក run administrator ដែរមកហើយចុចយក yes មកអូខេហើយរងចាំវាដើម្បីឲ្យវាដើររួចរាល់វាកំពុងតែដំណើរការបាទវាដំណើរការហើយអញ្ចឹងពេលវាដំណើរការហើយអញ្ចឹងមកយើងចាប់ផ្ដើម connect ទូរស័ព្ទរបស់យើងចូលឲ្យជាប់ជាមួយនឹង computer បាទយើង connect ទូរស័ព្ទរបស់យើងឲ្យជាប់ជាមួយ computer មកបាទអូខេយើង connect មកនេះបាទយើងមានទូរស័ព្ទរបស់យើងបាទមានទូរស័ព្ទរបស់យើងអញ្ចឹងយើង connect វាមកដើម្បីឲ្យវាដំណើរការអូខេពេល connect អញ្ចឹងវានឹងស្គាល់ទូរស័ព្ទរបស់យើងហើយបាទអូខេបាទអញ្ចឹងយើងចុចយក enter recovery mode បាទចុចវាអញ្ចឹងមកចុចប៉ាប់មកបាទហើយធ្វើការរងចាំដើម្បីឲ្យកម្មវិធីហ្នឹងធ្វើការrecovery mode របស់ computer របស់យើងសំទោសទូរស័ព្ទរបស់យើងបាទវាដំណើរការទៅកាន់ recovery mode ហើយបាទអញ្ចឹងយើង disconnect បានន័យថាដកទូរស័ព្ទចេញសិនមកបាទដកវាចេញសិនមកបាច់ធ្វើអីទៀតទេបាទទុកវាមកដុំសិនបន្ទាប់មកយើងបិទកម្មវិធី reboot ហ្នឹងចេញសិនទៅអូខេបិទវាទៅបាទពេលយើងបិទអញ្ចឹងហើយអូខេបាទពេលយើងបិទអញ្ចឹងហើយយើងចាប់ផ្ដើមធ្វើការ restart computer របស់យើងបាទអញ្ចឹងអ្នកនរគ្នាត្រូវចាំថាពេល restart computer របស់យើងយើងត្រូវតែទុក USB flash ហ្នឹងជាប់ជាមួយនឹង computer បាទហើយបន្ទាប់មកយើងយក restart មកបាទពេល computer យើងចាប់ផ្ដើមធ្វើការ restart Windows ម្ដងទៀតយើងត្រូវចុចទៅលើ key ណាមួយដែលអាចឲ្យយើងចូលទៅកាន់ boot option របស់យើងបានបាទចំពោះ mobile style computer របស់ mobile style គឺចុចលើ F9 បាទអញ្ចឹង computer ដទៃទៀតបាទយើងចុចទៅតាម key reboot របស់យើង key boot របស់យើងដើម្បីចូលទៅកាន់ file ធ្វើការ boot បន្ទាប់មកយើងធ្វើ arrow key ដើម្បីជ្រើសរើស boot from EFI file បាទ select លើវាអញ្ចឹងហើយយើងចុច enter មកបាទហើយចុច enter ទៀតមកបើវាចេញអញ្ចឹងបាទបន្ទាប់មកយើងយក EFI អូខេនេះ select យក EFI នេះបាទនៅខាងក្រោម exit ហ្នឹងបាទហើយ enter វាមកបន្ទាប់មកយើង scroll ទៅរកពាក្យថា boot អូខេនេះ boot នៅខាងក្រោមវាហ្នឹង enter វាមកបន្ទាប់មកយើង scroll ទៅរក boot x64 EFI អូខេselect វាអញ្ចឹងហើយចុច enter មកពេលនោះcomputer របស់យើងនឹងចាប់ផ្ដើមធ្វើការ boot file check rand ចេញពី USB របស់យើងអូខេហើយយើងរងចាំទៅបាទវាដំណើរការលឿនទេអូខេពេលវាចេញនៅផ្ទាំងកម្មវិធី check rand អញ្ចឹងហើយយើងធ្វើការ connect ទូរស័ព្ទរបស់យើងឡើងវិញទៅកម្មវិធីទៅ computer ទៅ connect វាទៅពេលនោះ USB របស់យើងកម្មវិធី check rand នឹងស្គាល់នៅទូរស័ព្ទរបស់យើងយើងប្រើ arrow key ចុចយកចំពាក្យថា start មកហើយចុចយកពាក្យចុចលើ enter key មកបាទពេលនោះវាអនុញ្ញាតឲ្យយើងធ្វើការ jailbreak ទូរស័ព្ទដៃរបស់យើងហើយអូខេអញ្ចឹងយើងប្រើ enter key ដើម្បីចាប់ផ្ដើមធ្វើការ jailbreak ហើយធ្វើតាមការណែនាំអូខេចុច start ហើយធ្វើតាមការណែនាំរបស់វាមកបាទរងចាំ4វិនាទីលែង power button ហើយរងចាំ10វិនាទីលែង home button អូខេលែងមកពេលនោះវាចាប់ផ្ដើមធ្វើការ jailbreak ហើយអូខេរងចាំបន្តិចសិនអូខេវា jailbreak រួចរាល់ហើយវាដាក់ថា all done បាទអញ្ចឹងយើងចុច enter ដើម្បីបញ្ចប់វាមកបាទពេលនោះកម្មវិធីយើងនឹងបានកម្មវិធីមួយដែលសំទោសយើងនឹងបានកម្មវិធី jailbreak នៅលើទូរស័ព្ទដៃរបស់យើងគឺ check rand នឹងឯងបាទយើងចូលមកកាន់ check rand ហ្នឹងមក
បាទបន្ទាប់មកយើងធ្វើការ install នៅ Cydia បាទចុចលើវាដើម្បីធ្វើការ install នៅ Cydia ហ្នឹងឯងបាទយើងធ្វើការរងចាំទៅនេះដោយសារតែ Cydia របស់ខ្ញុំបានធ្វើការ install ម្ដងរួចហើយវាចូលទៅដល់ Cydia តែម្ដងអូខេនេះគឺជាវិធីដែលយើងអាចធ្វើការ jailbreak ទៅលើទូរស័ព្ទដៃ iPhone របស់យើងដែលមាន version ចាប់ពី 13.4.5 រហូតដល់ 13.5 beta 3 ផងដែរអូខេគុណណាស់សម្រាប់ការតាមដានទស្សនាការបង្ហាញមានតែប៉ុណ្្នឹងទេបាទបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់យ៉ាងណាអាច comment សួរនៅខាងក្រោមវីដេអូនេះបានពេលនេះ Mobile Style ក៏សូមជម្រាបលាជួបគ្នានៅវីដេអូលើកក្រោយទៀត